កំឡុងចម្រុះខេត្តសៀមរាបវាយកំទេចលោកខ្ជុងខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃបង្ពែក្រមស្មារតីការពារព្រៃឈើជាអាទិភាពខេត្តសៀមរាបបេសកកម្មការពារសួននៃផែនដីនៅតែបន្តយ៉ាងក្តៅគគុំក្រោមការដឹកនាំប្រកបដោយការបដិញ្ញាចិត្តខ្ពស់កម្លាំងឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃបង្ពែបានចាប់ដៃគ្នាជាមួយនឹងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចុះបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់បំផុតនៅក្នុងភូមិសាស្ត្រស្រុកជីក្រែងនាថ្ងៃច័ន្ទទី23ខែមីនាឆ្នាំ2026នេះមន្ត្រីបរិស្ថានប្រចាំការនៅក្បាលដំរីដឹកនាំដោយលោកសុកសុណារួមជាមួយមន្ត្រីឧទ្យានុរក្សនិងមានការគាំទ្រយ៉ាងពេញទំហឹងពីលោកវរៈសេនីតូនូណាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបបានធ្វើដំណើរតាមម៉ូតូកាត់តាមផ្លូវលំបាករកក្នុងព្រៃជ្រៅរហូតដល់ចំណុចខ្នាច់លពែ UTM 437058 1462 194ស្ថិតនៅក្នុងភូមិគំរូក្នុងឃុំពងរលើស្រុកជីក្រែងខេត្តសៀមរាបដើម្បីវេចមុខសញ្ញាបំផ្លាញព្រៃឈើជាលទ្ធផលនៃប្រតិបត្តិការដ៏សស្រាក់សស្រាំនេះកម្លាំងចម្រុះបានរកឃើញលោកខ្ជុងខុសច្បាប់ចំនួន3កន្លែងដែលជនអនាមឹងលួចសាងសង់ដើម្បីកែច្នៃឈើព្រៃដើម្បីទប់ស្កាត់បទល្មើសនិងជាការព្រមានដល់អ្នកនៅពីក្រោយខ្នងកម្លាំងជំនាញបានសម្រេចវាយកំទេចចោលភ្លាមៗនៅនឹងកន្លែងស្របតាមនីតិវិធីនៃច្បាប់ស្មារតីមន្ត្រីសាមគ្គីភាពដើម្បីឧត្តមផលប្រយោជន៍ជាតិជោគជ័យនៃប្រតិបត្តិការនេះបានបង្ហាញឲ្យឃើញនៅចំណុចខ្លាំង3យ៉ាងរបស់មន្ត្រីយើងសាមគ្គីភាពជាដៃថែមការសហការគ្នាយ៉ាងស្អិតរមួនរវាងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធភាពអង់អាចក្លាហានមិនរុញរាចំពោះឧបសគ្គផ្លូវលំបាកឬគ្រោះថ្នាក់ក្នុងព្រៃជ្រៅដើម្បីការពារសម្បត្តិជាតិការអនុវត្តច្បាប់គ្មានការយោគយល់បង្ហាញពីជំហរច្បាស់លាស់ថារាល់សកម្មភាពបំផ្លាញធម្មជាតិនឹងត្រូវកំទេចចោលនិងវេចមុខអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសបច្ចុប្បន្នមន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងកកិនដើម្បីកំណត់អត្តសញ្ញាណជនល្មើសដែលលួចធ្វើសកម្មភាពនេះមហាជនបានសម្ដែងការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីលះបង់របស់កងកម្លាំងទាំងអស់ដែលបានយាមកាមការពារមរតកធម្មជាតិទុកសម្រាប់កូនចៅជំនាន់ក្រោយសកម្មភាពចុះផ្ដិតយករូបភាពដោយលោក ពិន ថន